គន្លឹះសំខាន់ដើម្បីឲ្យមនុស្សពេញវ័យមានសុខភាពល្អការថែរក្សាសុខភាពមិនមែនត្រឹមតែការថែរក្សារាងកាយខាងក្រៅប៉ុណ្ណោះទេតែថែមទាំងសុខភាពផ្លូវចិត្តទៀតផងខាងក្រោមនេះជាវិធីសំខាន់ដែលអ្នកអាចអនុវត្តបាន 1. អាហារូបត្ថម្ភនិងជាតិទឹករបបអាហារមានតុល្យភាពទទួលទានអាហារចម្រុះមុខពីគ្រប់ក្រុមអាហារបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនគ្មានខ្លាញ់កំណត់ការទទួលទានកាត់បន្ថយការបរិភោគអាហារកែច្នៃអាហារដែលមានជាតិស្ករនិងជាតិខ្លាញ់មិនល្អច្រើនផឹកទឹកគ្រប់គ្រាន់ព្យាយាមផឹកទឹកឲ្យបានយ៉ាងតិច8កែវឬ2លីត្រក្នុងមួយថ្ងៃដើម្បីរក្សាតុល្យភាពជាតិទឹកក្នុងខ្លួននិងជួយដល់ប្រព័ន្ធរំលាយអាហារ 2. សកម្មភាពរាងកាយហាត់ប្រាណទៀងទាត់ធ្វើលំហាត់ប្រាណប្រចាំថ្ងៃយ៉ាងហោចណាស់15នាទីទៅ1ម៉ោងដូចជាដើរលឿនហែលទឹកឬរត់ការធ្វើលំហាត់ប្រាណជួយពង្រឹងសាច់ដុំឆ្អឹងនិងដុតបំផ្លាញជាតិខ្លាញ់រក្សាទម្ងន់ត្រឹមត្រូវផ្សំការហាត់ប្រាណជាមួយរបបអាហារដើម្បីរក្សាទម្ងន់ក្នុងកម្រិតសមស្រប 3. ការគេងនិងការគ្រប់គ្រងអារម្មណ៍គេងឲ្យបានគ្រប់គ្រាន់មនុស្សពេញវ័យភាគច្រើនត្រូវការគេងពី7ទៅ9ម៉ោងក្នុងមួយថ្ងៃការគេងគ្រប់គ្រាន់ជួយឲ្យប្រព័ន្ធរាងកាយនិងសរសៃប្រសាទដំណើរការល្អនិងកាត់បន្ថយភាពតានតឹងផ្លូវចិត្តមានការវិភាគគេងទៀងទាត់ចូលគេងនិងភ្ញាក់ទៀងម៉ោងជារៀងរាល់ថ្ងៃដើម្បីឲ្យរាងកាយមានទម្លាប់ល្អគ្រប់គ្រងភាពតានតឹងរកវិធីកាត់បន្ថយភាពនឿយហត់ឬតានតឹងក្នុងអារម្មណ៍ដូចជាការធ្វើសមាធិការដើរលេងឬចំណាយពេលជាមួយក្រុមគ្រួសារនិងមិត្តភក្តិ 4. ការពិនិត្យសុខភាពជាប្រចាំពិនិត្យសុខភាពតាមការកំណត់ទៅជួបគ្រូពេទ្យដើម្បីពិនិត្យសុខភាពទូទៅឲ្យបានទៀងទាត់ដើម្បីដឹងពីស្ថានភាពសុខភាពនិងអាចបង្ការឬព្យាបាលជំងឺបានទាន់ពេលវេលាដូចជាពិនិត្យរោគជំងឺមហារីកទឹកនោមផ្អែមនិងលើសឈាមចាក់ថ្នាំបង្ការត្រូវប្រាកដថាបានចាក់វ៉ាក់សាំងការពារជំងឺផ្សេងតាមការណែនាំរបស់គ្រូពេទ្យសង្ខេបដើម្បីមានសុខភាពល្អអ្នកត្រូវតែយកចិត្តទុកដាក់លើទាំងរាងកាយអាហារទឹកហាត់ប្រាណនិងផ្លូវចិត្តគេងគ្រប់គ្រាន់គ្រប់គ្រងអារម្មណ៍រួមជាមួយនឹងការតាមដានពិនិត្យសុខភាពទៀងទាត់